ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមុនគាថាធ្វើទឹកលាបកន្លែងឈឺពុកម៉ែបងប្អូនណាកន្លែងឈឺហ្នឹងដូចជាមានឈឺថ្លោះកជើងឈឺថ្លោះកដៃឈឺចាប់សរសៃឈឺពោះឬក៏ពុកម៉ែបងប្អូនឈឺកន្លែងណាក៏ដោយពុកម៉ែបងប្អូនណាគឺពុកម៉ែបងប្អូនអាចសូត្រនៅមុនគាថានេះកូរជាមួយទឹកហើយព្យាបាលបានពុកម៉ែបងប្អូនណាយើងអាចផឹកផងហើយលាបផងគឺយើងកូរពីឆ្វេងមកស្ដាំជាមួយនឹងធុក3តសៃក៏បាន5តសៃក៏បានពុកម៉ែបងប្អូនណាប៉ុន្តែជាទូទៅគឺពុកម៉ែបងប្អូនកូរធុក3តសៃទៅពុកម៉ែបងប្អូនណាហ្នឹងហើយយើងកូរហើយបន្ទាប់មកយើងផឹកឬក៏លាបទៅតាមបំណងរបស់ពុកម៉ែបងប្អូនដែលបាទអាសាឈឺដៃឈឺជើងឈឺពោះឬក៏ឈឺកន្លែងផ្សេងពុកម៉ែបងប្អូនណាហ្នឹងហើយមុនគាថានេះមិនពិបាកសូត្រទេពុកម៉ែបងប្អូនស្រួលសូត្រទេពុកម៉ែបងប្អូនណារៀនទីមួយផ្លែតគឺពុកម៉ែបងប្អូននឹងចេះនឹងចាំយកទៅប្រើជាប្រយោជន៍បានហើយពុកម៉ែបងប្អូនណាពិសេសនោះគឺអាស្រ័យពុកម៉ែបងប្អូនជាអ្នកសិក្សារៀនសូត្រផងទេពុកម៉ែបងប្អូនណាហ្នឹងហើយមុនគាថានោះមុននឹងយើងសូត្រគឺយើងសូត្រនៅនមោពុទ្ធិយសិទ្ធិនមោពុទ្ធិយសិទ្ធិនមោពុទ្ធិយសិទ្ធិចំនួន3ចប់ហើយបន្ទាប់មកយើងសូត្រនៅមុនគាថានេះចំនួន7ចប់យើងសូត្រថាអូមៈនមោតេ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 ពុកម៉ែបងប្អូនសូត្រដូចខ្ញុំសូត្របង្ហាញចឹងមកមុនគាថានេះខ្ញុំធ្លាប់រំលឹកជូនពុកម៉ែបងប្អូននឹងម្ដងរួចហើយក៏សង្ឃឹមថាពុកម៉ែបងប្អូនទាំងគ្នានឹងចេះនឹងចាំហើយយកទៅប្រើជាប្រយោជន៍ចុះពុកម៉ែបងប្អូនណាហ្នឹងហើយមុនគាថានេះពីរបៀបប្រើប្រាស់គឺខ្ញុំបានសរសេរបញ្ចូលឲ្យពុកម៉ែបងប្អូនទាំងគ្នាអាចមើលសំណេរនៅខាងក្រោមដែលខ្ញុំបានសរសេរបានពុកម៉ែបងប្អូនណាបើសិនតែស្ដាប់ខ្ញុំមិនយល់ហើយពុកម៉ែបងប្អូនអាចមើលសំណេរនេះបានតទៅពុកម៉ែបងប្អូនណាហ្នឹងហើយសង្ឃឹមថាពុកម៉ែបងប្អូនរៀនចេះរៀនចាំហើយយកទៅប្រើជាប្រយោជន៍ដើម្បីព្យាបាលនៅកន្លែងដែលយើងឈឺចាំពុកម៉ែបងប្អូនណាហ្នឹងហើយអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដាននិងទស្សនារាល់វីដេអូរបស់ខ្ញុំដែលខ្ញុំបានបង្ហាញមុនគាថាកន្លងមកអរគុណ